Hello បងបងហ្នឹងហើយស្ងាត់មួយរយៈបងបងអើយរវល់ពេកអត់បានធ្វើវីដេអូបញ្ចេញនៅក្នុង YouTube ទេបងបងបាទសួស្តីបងបងបាទខានជួបគ្នាយូរហើយបាទហើយនេះបានមកដើមបងបងមកស្គាល់បងបងនេះអានេះគេហៅខាងខ្ញុំហៅប្រភេទញីបងប្អូនហើយខាងបងប្អូនហៅអីដែរបងប្អូនបាទសម្រាប់ភញីនេះផងដែរវាត្រូវជាមួយថ្នាំច្រើនមុខហើយបាទជាថ្លោះក្រិចហើយនឹងក្រមក្នុងបាទយើងធ្លាក់ទៅលើដើមឈើខ្ពស់អីអានឹងក្រិចថ្លោះឬក៏និយាយរួមអាចថាក្រមក្នុងបាទនឹងត្រូវជាមួយថ្នាំច្រើនមកតែយើងចិត្តអស់អញ្ចឹងណាបងប្អូនបាទនេះលឺចាស់គាត់និយាយថានឹងប្រកែហើយនៅប្រភេទឈ្មោះទៀតបងខ្ញុំអត់ដែលឃើញប្រភេទឈ្មោះនឹងដើមវាអាម៉េចរូបរាងវាអាម៉េចបងខ្ញុំអត់ដែលស្គាល់ហើយខ្ញុំក៏មិនច្បាស់ថាប្រភេទញីនេះខ្ញុំហៅត្រូវឬក៏អត់ដែរបងបាទបងស្គាល់ច្បាស់ជួយខមមិនប្រាប់បងអូនម្នាក់មួយផងបាទជួយចែករំលែកគ្នាឲ្យស្គាល់ដែរថាប្រភេទរុក្ខជាតិជាឱសថអញ្ចឹងណាបងបាទនេះប្រភេទផ្កាវាបែបនេះបងនេះផ្កាវាហើយខ្ញុំមិនដឹងថាខ្ញុំឆ្លើយនិយាយត្រូវឬក៏ខុសទេបងបាទសិនជាខុសឈ្មោះអានឹងជាផាញ់ឈ្មោះទេមិនមែនជាផាញ់ឈ្មោះញីទេបងអូនអើយបងលោកគ្រូជួយខមមិនប្រាប់ក្មួយឬក៏បងអូនម្នាក់មួយផងបាទដោយសារអានេះខ្ញុំគិតថាកម្រដែរបងប្អូនបាទកម្រឃើញកម្រប្រទេសខ្ញុំបានមកដើមនេះយកទៅដាក់នៅក្រៅផ្ទះបងបងបាទដាំទុកទៅបាទទោះវាមិនមានប្រយោជន៍អីគឺយើងបានឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់អញ្ចឹងណាបាទមិនដឹងថាយើងយកទៅដាំនៅចិត្តភូមិលក់ឬយ៉ាងណាទេប៉ុន្តែខ្ញុំកាប់ដោយដីដែរបងបាទដោយដីរាងកាយដែរសង្ឃឹមថារស់ចុះបាទអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងបងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូបងប្អូនតាំងពីស្ដាប់ដល់ចប់បាទបាយ